ការជោគជ័យមិនមែនចាប់ផ្ដើមដែលល្អបំផុតនោះទេប៉ុន្តែបានមកពីការមិនបោះបង់និងជឿជាក់លើខ្លួនឯងសូមធ្វើជាអ្នកផ្ដល់ឲ្យជាមុនសិនចាំយើងធ្វើជាអ្នកឲ្យតាមក្រោយខ្ញុំចង់រំលឹកបងប្អូនថាមុនពួកគាត់ជោគជ័យមកដល់ថ្ងៃនេះពួកគាត់ទាំងអស់នឹងគ្មានអ្នកគ្រប់គ្រងគ្មានអ្នកទស្សនាគ្មានអ្នកជឿគាត់ដោយសារអីពួកគាត់មានតែជឿលើខ្លួនឯងមានវិន័យលើខ្លួនឯងយើងមិនចាំបាច់ល្បីដើម្បីចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីល្បីសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយថ្មីទៀតហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តនិងចែករំលែកទៅបងប្អូនបន្តទៀតខ្ញុំចង់សួរបងប្អូនថាតើបងប្អូនធ្លាប់ពន្យាពេលក្តីសម័យរបស់បងប្អូនព្រោះតែរងចាំពាក្យលើកទឹកចិត្តពីអ្នកដទៃដែរទេបើធ្លាប់គិតបែបហ្នឹងជួយខមមិនប្រាប់ឲ្យខ្ញុំដឹងផងបើយើងត្រូវការពាក្យលើកទឹកចិត្តពីអ្នកដទៃមុននឹងយើងចាប់ផ្ដើមធ្វើអ្វីមួយខ្ញុំគិតថាប្រហែលជាវាមិនមែនជាអ្វីដែលយើងត្រូវធ្វើនោះទេហេតុអីទៅការចាប់ផ្ដើមក្នុងការអនុវត្តមានតែយើងម្នាក់ទេទើបអាចធ្វើវាបានវាប្រៀបដូចជាយើងជិះកង់អញ្ចឹងបើសិនជាយើងពឹងផ្អែកទៅលើឪពុកម្ដាយទាំងស្រុងចាំយើងបង្រៀនយើងរហូតដល់ជិះកង់កាត់ខ្ញុំគិតថាมันអាចជិះរួចទេដោយសារតែគាត់ហ៊ានប្រថុយឲ្យយើងជិះកង់តែម្នាក់ឯងទើបយើងអាចជិះកង់បានព្រោះវាជាអ្វីដែលចង់បញ្ចប់សម្រាប់ជំហានដែលយើងចាប់ផ្ដើមអញ្ចឹងជំហានដែលយើងចាប់ផ្ដើមហ្នឹងនៅពេលដែលបងប្អូនជិះកង់ប្រកាសជាមានលលាត់ស្បែកដួលកាប់មុខអីអញ្ចឹងទៅទើបយើងអាចជិះកង់បានដូចគ្នាដែរនៅពេលដែលយើងមានក្តីសម័យដែលយើងត្រូវដើរដំបូងបំផុតហ្នឹងបងប្អូនដែលធ្លាប់ឮពាក្យគិតមុនគូខ្លះទៀតក៏និយាយថាគិតមានអីទៅពិបាកតែអ្នកធ្វើទេបងប្អូនសម្រាប់ខ្ញុំកុំខ្វល់សម្រាប់យោបល់គេនិយាយអ្វីក៏មិនសំខាន់ដែរដោយសារតែវាគ្រាន់តែជាការនិយាយតែប៉ុណ្ណោះអ្វីដែលខ្ញុំត្រូវឲ្យបងប្អូនធ្វើហ្នឹងគឺបងប្អូនត្រូវតែបោះជំហានដំបូងបំផុតរបស់បងប្អូនដើម្បីចាប់ផ្ដើមនៅអ្វីដែលបងប្អូនមានក្តីសម័យហើយនឹងគោលដៅបញ្ហាដែលមនុស្សភាគច្រើនជួបហ្នឹងមនុស្សជាច្រើនគឺមានគំនិតល្អបងប្អូនក៏មានគំនិតល្អខ្ញុំក៏មានគំនិតល្អខុសត្រង់មួយថាមិនចាប់ផ្ដើមធ្វើខ្ញុំគិតថាបងប្អូនមួយចំនួនធ្លាប់ឮពាក្យមួយឃ្លាដឹងនៅអ្វីដែលត្រូវធ្វើតែមិនធ្វើអ្វីដែលខ្លួនបានដឹងនោះទេហេតុអីមូលហេតុសំខាន់ដែលយើងមិនធ្វើនោះគឺខ្លាចគេមិនគាំទ្រខ្លាចគេមិនយល់ខ្លាចគេនិយាយអាក្រក់ជាដើមវិញនេះជាបញ្ហារបស់យើងម្នាក់នៅក្នុងសង្គមសម័យថ្មីនេះចាប់ផ្ដើមធ្វើនៅអ្វីដែលយើងបានដឹងហើយចាប់ផ្ដើមធ្វើវាត្រូវចាំថាជំហានដែលពិបាកជាងគេគឺជំហានដំបូងបំផុតរបស់យើងការចាប់ផ្ដើមប៉ັດប្រកបគឺចេញពីខាងក្នុងខ្ញុំបានសួរបងប្អូនអញ្ចឹងគិតមិនគូការធ្វើនោះលុះត្រាតែយើងមានអាខាងក្នុងមកសិនទើបយើងអាចសម្រេចនៅខាងក្រៅបានអញ្ចឹងខ្ញុំមកបញ្យល់ពាក្យខាងក្នុងវាស្អីគេហើយបានមកពីណាពាក្យខាងក្នុងគឺបានមកពីចិត្តគំនិតខួរក្បាលសតិបញ្ញាទាំងអស់ហ្នឹងវាជាកម្លាំងពិតរបស់យើងហើយក៏ជាកម្លាំងជំរុញចិត្តយើងផងដែរខ្ញុំមានសំណួរសំខាន់ចង់សួរទៅបងប្អូនដែលត្រៀមនឹងចាប់ផ្ដើមធ្វើវាក្នុងការចាប់ផ្ដើមនេះខ្ញុំមិនសំដៅថាបងប្អូនទៅបើកក្រុមហ៊ុនធំធ្វើ business ធំនោះទេចាប់ផ្ដើមពីអ្វីដែលបងប្អូនគាត់ថាមិនទាន់ហ៊ានចាប់ផ្ដើមហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចាប់ផ្ដើមពីតូចទៅអញ្ចឹងសំណួរខ្ញុំសួរថាបើគ្មានអ្នកមើលបើគ្មានអ្នកសរសើរបើគ្មានអ្នកលើកទឹកចិត្តតើយើងនៅតែធ្វើវាបន្តដែរឬទេចូលឆ្លើយជាមួយនឹងខ្លួនឯងហើយស្មោះត្រង់ជាមួយខ្លួនឯងចូលចាំថាជំហានដែលពិបាកជាងគេគឺជំហានដំបូងខ្ញុំមានពាក្យមួយតែនិយាយទៅបងប្អូនអ្វីដែលយើងឈរជើងរឹងមាំនិងយូរអង្វែងនោះគឺជាបេះដូងរបស់យើងសូមជឿជាក់លើបេះដូងរបស់យើងមានតែបេះដូងទេដែលបរិសុទ្ធជាងគេហេតុអ្វីមនុស្សជុំវិញមិនលើកទឹកចិត្តយើងមកចាំខ្ញុំបញ្យល់ឲ្យបងប្អូនតើហេតុអីអញ្ចឹងបងប្អូនធ្លាប់ឮហើយហេតុពេលខ្លះខ្លួនឯងនឹងតែម្ដងហេតុអ្វីគេមិនយល់ពីយើងអញ្ចឹង
ហើយយើងខំនិយាយផងបញ្យល់ផងនៅតែគេបញ្យល់ពីយើងទៀតខ្ញុំចង់ប្រាប់បងប្អូនថាយើងពេលខ្លះកើតមកក្នុងផ្ទៃម្ដាយតែមួយជាបងប្អូនមកកើតយើងអត់យល់ពីគ្នាផងពេលខ្លះយើងមិនយល់ទាំងខ្លួនឯងនឹងចង់បានអីផងហើយយើងចង់ឲ្យគេនឹងមកយល់ពីយើងដោយរបៀបណាខ្លួនយើងអត់ដែលយល់ពីខ្លួនយើងហ្នឹងថ្ងៃនេះដូចចង់ហូបបាយដល់មកហូបបាយវាអត់ចង់ហូបបាយទេចង់ហូបស៊ុបវិញដល់ពេលជីកទៅរកស៊ុបចង់ហូបមីឆាវិញហើយយើងអត់យល់ពីខ្លួនយើងហើយចង់ឲ្យគេយល់ពីយើងមូលហេតុនោះគឺដែលគេមិនយល់ពីយើងនឹងដោយសារតែគេមិនមានក្តីសម័យដូចយើងនោះទេការដែលគេមើលឃើញការដែលគេមិនយល់គឺសុទ្ធតែខុសគ្នាពីយើងទាំងអស់ឈប់បន្ទោសខ្លួនឯងទៅបើបងប្អូនស្ដាប់វីដេអូនេះហើយឈប់បន្ទោសខ្លួនឯងដោយសារតែពួកគេអាចមើលមិនឃើញអ្វីដែលយើងបានឃើញពួកគេខ្លះក៏មើលឃើញមិនប្រកាសថាគេនឹងគិតដូចយើងដែរយើងធ្លាប់ឮពាក្យនេះទេអ្វីដែលពិបាកយល់ជាងគេនឹងគឺមនុស្សនោះដោយសារតែមនុស្សមានបញ្ហារៀងៗខ្លួនដោយព្រះគ្រូសុភាពគាត់បានមានសន្និកាថាមនុស្សមានសម្ពាធបុណ្យរៀងៗខ្លួនកុំទោសខ្លួនឯងអីយើងខំមិនប៉ុណ្ណាយកប៉ុណ្្នឹងទៅបើយើងចាប់ផ្ដើមធ្វើអ្វីមួយហើយចង់បានការលើកទឹកចិត្តសូមកុំធ្វើវាអីខាតតែពេលទេដោយសារអីពាក្យលើកទឹកចិត្តគឺអត់ស្ថិតស្ថេរទេថ្ងៃនេះគេអាចនឹងលើកទឹកចិត្តយើងថ្ងៃស្អែកគេអាចនឹងប្រងើកន្តើយជាមួយយើងហើយថ្ងៃស្អែកមួយទៀតគេមិនដឹងថាគិតស្អីមកលើយើងផងយើងមិនដឹងទេបើយើងពឹងលើពាក្យគេយើងនឹងឈប់នៅពេលដែលយើងនឹងអត់បានលើពាក្យទឹកចិត្តដូចគេដែរមូលហេតុអីដោយសារយើងពីដំបូងនឹងយើងចាប់ផ្ដើមធ្វើអ្វីមួយយើងត្រូវការពាក្យលើទឹកចិត្តគេអញ្ចឹងគេក៏មានបញ្ហាគេក៏មានរឿងដើម្បីដោះស្រាយរបស់គេដែរអញ្ចឹងគេមិនចាំឈោចាំលើទឹកចិត្តយើងរហូតទេអញ្ចឹងយើងក៏អត់មានលក្ខលើទឹកចិត្តយើងក៏ចាប់ផ្ដើមឈប់តាមពាក្យនឹងគេដែរឃើញអត់វាអត់មានជារបស់យើងទេហើយវាខាតពេលគេយើងទៅធ្វើស្អីឬថ្មីមួយផ្សេងទៀតទៅហើយខ្ញុំជួបច្រើនដែរតែខ្ញុំនឹងទៅកំពុងតែវល់ជាមួយនឹងបងប្អូនដូចគ្នាដែរដោយសារចិត្តមនុស្សគឺអត់ទៀងទាត់ទេណាកុំគិតថាខ្លួនឯងស្មោះត្រង់គឺអត់ទេជឿលើខ្ញុំទៅបើសិនជាបងប្អូនដែលកំពុងតែធ្វើវាចាប់ផ្ដើមវាបន្តទៀតទៅបើសិនជាបងប្អូនមានពាក្យមួយនៅក្នុងចិត្តក្នុងក្បាលចង់ប្រាប់ថាបោះបង់ខ្ញុំនឹងចង់បន្តដោយសារតែអត់មានលើកទឹកចិត្តអត់មានអ្នកគ្រប់គ្រងខ្ញុំឲ្យពាក្យមួយបងប្អូនរកហេតុផលឲ្យខ្លាំងជាងពាក្យទាំងអស់នោះបងប្អូនរកហេតុផលខ្លាំងប៉ុណ្ណាបងប្អូននឹងបន្តធ្វើវាបានប៉ុណ្ណឹងដូចគ្នាមូលហេតុដែលខ្ញុំនិយាយខាងលើហ្នឹងមនុស្សជោគជ័យភាគច្រើនគឺចាប់ផ្ដើមតែម្នាក់ឯងទេខ្ញុំប្រាប់រឿងមួយបងប្អូនធ្លាប់ដឹងអត់ថាមនុស្សជោគជ័យទាំងអស់ហ្នឹងគាត់សុទ្ធតែចាប់ផ្ដើមពីខ្លួនឯងនឹងជោគជ័យរួចហើយបានពួកគេមានក្រុមការងារជាក្រោយដូចខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងដូចលោក Steve Jobs ត្រូវបានគេបញ្ចេញពីក្រុមហ៊ុនខ្លួនឯងជាអ្នកបង្កើតហើយគាត់ក៏ត្រឡប់មកធ្វើក្រុមហ៊ុនម្ដងទៀតដែលដាក់ឈ្មោះថាក្រុមហ៊ុន Apple ដែលបងប្អូនធ្លាប់ប្រើរហូតដល់ឥឡូវនេះខ្លាចជាក្រុមហ៊ុនយក្សដោយខ្លួនឯងដោយស្នាដៃគាត់ហើយបញ្ជាក់ថាការដែលគាត់ចាប់ផ្ដើមក្រុមហ៊ុន Apple នេះគឺតែម្នាក់ឯងតែប៉ុណ្ណោះគាត់នឹងជោគជ័យហើយតែគាត់មានក្រុមការងារមានអ្នក support មកពីក្រោយដូចលោក Mark Zuckerberg ស្ថាបនិករបស់ Facebook បងប្អូនធ្លាប់ស្គាល់ហើយគាត់ចាប់ផ្ដើមក្រុមហ៊ុនដំបូងបំផុតម្នាក់ឯងនៅក្នុងបន្ទប់ថ្នាក់រៀនរបស់គាត់ដល់ឥឡូវនេះមិននិយាយទេបើបងប្អូនដឹងដែរលោក Jack Ma បងប្អូនដែរគាត់ជនជាតិចិនគាត់បានគេនឹងបដិសេធការងារជាង40ដងរហូតដល់គាត់ទៅប្រឡងរៀនអង់គ្លេសប្រឡងដល់សញ្ញាបត្រគាត់ធ្លាក់រហូតគាត់ក៏ចាប់ផ្ដើមក្រុមហ៊ុនមួយឈ្មោះថា Alibaba ហើយដល់គាត់ចាប់ផ្ដើមដំបូងបំផុតម្នាក់ឯងនេះគាត់មិនមាននរណាគេជឿគាត់នៅទេប៉ុន្តែដល់ឥឡូវនេះបងប្អូនស្គាល់ហើយ Alibaba ជាក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិនដែលចែកចាយទំនិញទូទាំងពិភពលោកតែម្ដង Cristiano Ronaldo បងប្អូនស្គាល់ហើយគឺជាអត្តពលិករបស់ពិភពលោកគឺបាល់ទាត់គាត់គឺជាក្មេងមួយដែលក្រីក្រនៅក្នុងជនបទខ្លាចជាកពូបាល់ទាត់រំដាប់ពិភពលោកគាត់បាននិយាយថាមូលហេតុនោះដោយសារតែគាត់នឹងគឺប្រឹងវឹកហាត់គាត់ជារឿងរាល់ថ្ងៃហើយនឹងខ្លាំងបំផុតគាត់លេងបានដែលល្អដោយសារតែគាត់នឹងគឺប្រឹងវឹកហាត់ខ្លាំងជាងមិត្តរួមក្រុមរបស់គាត់មកដល់ម៉ោងនេះគាត់ជាអត្តពលិកបាល់ទាត់រំដាប់ពិភពលោកដែលមានលុយវល់លៀនមេរៀនដែលខ្ញុំបានរៀនពីគឺការជោគជ័យមិនមែនចាប់ផ្ដើមដែលល្អបំផុតនោះទេប៉ុន្តែពួកគាត់បានមកពីការមិនបោះបង់និងជឿជាក់លើខ្លួនឯងបើបងប្អូនរៀនពីគាត់
បានអ្វីខ្លះ comment ប្រាប់ខ្ញុំផងខ្ញុំអរគុណទុកជាមុនសូមធ្វើជាអ្នកផ្ដល់ឲ្យជាមុនសិនចាំយើងធ្វើជាអ្នកឲ្យតាមក្រោយខ្ញុំចង់រំលឹកបងប្អូនថាមុនពួកគាត់ជោគជ័យមកដល់ថ្ងៃនេះពួកគាត់ទាំងអស់នឹងគ្មានអ្នកគ្រប់គ្រងគ្មានអ្នកទស្សនាគ្មានអ្នកជឿគាត់ដោយសារអីពួកគាត់មានតែជឿលើខ្លួនឯងមានវិន័យលើខ្លួនឯងយើងមិនចាំបាច់ល្បីដើម្បីចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីល្បីការដែលរងចាំពាក្យលើទឹកចិត្តគឺជាការពន្យាពេលរបស់យើងនៅពេលដែលបងប្អូនរាល់ថ្ងៃដែលរងចាំស្មើនឹងយើងបាត់បង់ឱកាសខ្ញុំបញ្ជាក់តាក់ទងជាមួយនឹងការជោគជ័យនេះខ្ញុំមិនសំដៅទៅលើការធ្វើ business ធំៗទេចាប់ជោគជ័យចាប់ពីដើមពីទូទៅបងប្អូនអានសភៅក្នុងមួយទំព័រក្នុងមួយថ្ងៃក៏ហៅថាជោគជ័យមួយដែរពីមុនខ្ញុំក៏អញ្ចឹងដែរចាំស្អែកទៅចាំធ្វើចាំស្អែកទៅធ្វើក៏មិនហួសពេលដែរដូចជា$10សិនមកស្អែកចាំសងទោះបីជាគំនិតយើងល្អប៉ុណ្ណាក៏ដោយវានឹងស្លាប់ទៅវិញដោយសារតែការរងចាំរបស់យើងពេលនោះហើយខ្ញុំបាននិយាយថារងចាំសិនចាំនេះចាំនោះរហូតដល់ខ្ញុំបាត់បង់ឱកាសជាច្រើននៅពេលនោះដែរខ្ញុំសូមសួរសំណួរត្រឡប់ទៅបងប្អូនវិញសូមឆ្លើយប្រាប់ខ្លួនឯងតើយើងកំពុងរងចាំអ្វីសូមឆ្លើយទាំងអស់គ្នាមេរៀនដែលខ្ញុំបានរៀនល្អបំផុតសម្រាប់លើកទឹកចិត្តខ្លួនឯងនោះគឺសកម្មភាពគ្មានមេរៀនណាដែលល្អបំផុតសម្រាប់លើកទឹកចិត្តយើងទេគឺសកម្មភាពនេះឯងមានបងប្រុសម្នាក់គាត់តែងតែបង្រៀនខ្ញុំប្រដៅខ្ញុំឲ្យធ្វើបែបនេះឲ្យធ្វើបែបនោះទើបយើងទទួលបានអ្វីដែលយើងចង់បានគាត់បង្រៀនអំពីជីវិតបទពិសោធន៍ខ្ញុំច្រើនណាស់តែខ្ញុំមិនដែលយកទៅធ្វើសកម្មភាពនោះទេមកដល់ពេលនេះទើបខ្ញុំយល់គាត់ប្រាប់ខ្ញុំមួយឃ្លាចុងក្រោយថាសកម្មភាពស្មើលទ្ធផលចុះហេតុអ្វីគាត់ប្រាប់ចឹងហើយហេតុអ្វីបានជាខ្ញុំមិនធ្វើមូលហេតុខ្ញុំមិនធ្វើសកម្មភាពនោះគឺខ្ញុំត្រូវការបញ្យល់ឲ្យអស់សេចក្តីសិនបានខ្ញុំចាប់ផ្ដើមធ្វើខ្ញុំធ្វើទៅខ្ញុំត្រូវក៏មានអ្នកការពារខ្ញុំខ្លាចទៅពេលមានបញ្ហាបានអ្នកណាគេជួយខ្ញុំត្រូវការមានអ្នកជួយមើលនិងជួយណែនាំខ្ញុំពីក្រោយផងដើម្បីខ្ញុំធ្វើទៅឲ្យល្អហើយនឹងទៅរលូនខ្ញុំបានរៀនមួយថាចាប់ផ្ដើមធ្វើវាភ្លាមទៅមានតែសកម្មភាពទេគឺជាការលើកទឹកចិត្តដ៏ល្អបំផុតយើងមិនចាំបាច់បញ្យល់ឲ្យយល់ច្រើនទេហើយយើងក៏មិនចាំបាច់មានអ្នកណាការពារខ្លួនយើងដែរធ្វើឲ្យគេឃើញលទ្ធផលគេនឹងមកសាទរយើងដោយអូតូសកម្មភាពលទ្ធផលស្មើនឹងការទទួលស្គាល់ខ្ញុំមានសារមួយទៅបងប្អូនទាំងអស់គ្នាបើយើងត្រូវការពាក្យលើកទឹកចិត្តពីអ្នកដទៃខ្ញុំគិតថាវាប្រហែលជាមិនមែនផ្លូវក្តីសម័យរបស់បងប្អូនទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចាប់ផ្ដើមវានៅថ្ងៃនេះចាប់ផ្ដើមវាតូចចាប់ផ្ដើមវាស្ងៀមចូលចាំថាជំហានដែលពិបាកបំផុតគឺជាជំហានដំបូងនេះឯងបើវីដេអូនេះមានន័យសម្រាប់បងប្អូនខ្ញុំសូមពឹងបងប្អូនសូមចែករំលែកទៅមនុស្សម្នាក់ទៀតដែលកំពុងតែស្ទាក់ស្ទើរឲ្យគាត់បានស្ដាប់វីដេអូនេះផងអរគុណពីខ្ញុំវីរៈជួបខ្ញុំនៃការចែករំលែកចំណេះដឹងបន្តទៀត